ហ្នឹងហើយនេះកន្លែងសម្រាប់ជើងកន្លែងសម្រាប់យើងកន្លែងជើងលើអេក្រង់ជើង enemy ដល់ពេលយើងចូលទៅបាញ់ enemy លើអេក្រង់នេះមានគ្នាគាត់សួរខ្ញុំច្រើនដែរប៉ុន្តែចេះតែអត់បានធ្វើវីដេអូជូនគ្នាយើងដោយសារយើងរវល់អញ្ចឹងណាអូខេមានរវល់អីរវល់លេងហ្គេមហ្នឹងបើអត់ការងារធ្វើបងឥឡូវវាអត់ពិបាកអីគ្នាគាត់ទៅចូល setting មកចូល setting មកហើយចូលឲ្យ advanced control នេះមកយើងអូសមក Chrome មកហៅនេះមកជួ3នេះមកជួ3ហ្នឹងមកធម្មតាយើង disable វាអត់មានទេវាបាត់ហើយវាអត់មាន load មកហើយអញ្ចឹងយើងយកអាចុងគេមកអូយកអាចុងគេមក classic mode ហ្នឹងមកអញ្ចឹងប៉ុណ្ណឹងវា load ឲ្យហើយអញ្ចឹងអត់មានអីច្រើនទេវីដេអូនឹងមានតែប៉ុណ្ណឹងទេហើយបងប្អូនយើងមានចម្ងល់ពាក់ព័ន្ធជាមួយ PUBG អាច comment សួរខាងក្រោមបានអ្វីដែលខ្ញុំដឹងខ្ញុំនឹងជួយប្រាប់បងប្អូនទាំងអស់គ្នាអញ្ចឹងណាហើយហ្នឹងហើយបងប្អូនយើងមួយទៀតកុំភ្លេចបើសិនជាយើងមានតម្រូវការចង់លក់ដូរវាយដូរទិញដាច់អី Hero PUBG ណាកុំភ្លេចតាក់ទងបានគឺមេតា Gaming ទំនុកចិត្តខ្ពស់បងប្អូនអាចឆាតទៅគាត់បានឥឡូវវីដេអូមានប៉ុណ្ណឹងទេអរគុណច្រើនជម្រាបលា